តើលោកពូទីនពិតជាចង់ចរចាមែនទេលោកពូទីនបានមានប្រសាសន៍ថាក្រុងមូស្គូអស់ជំរឿហើយគ្មានអ្វីក្រៅពីការចរចាជាមួយនឹងអ៊ុយក្រែនជាការអះអាងថ្មីម្ដងទៀតរបស់លោក Vladimir Putin ហាក់បីដូចជាកំពុងតែទទូចសម្រាប់ការចរចាបញ្ចប់សង្គ្រាមរយៈពេល10ខែនៅអ៊ុយក្រែនលោកក៏បាននិយាយថាបណ្ដាប្រទេសលោកខាងលិចគឺកំពុងតែព្យាយាមហែកហួសប្រវត្តិសាស្ត្ររបស់រុស្ស៊ីក៏ប៉ុន្តែមតិរបស់លោក Putin ចុងក្រោយនៅថ្ងៃអាទិត្យបានបន្តក្នុងកំឡុងពេលដែលគ្រាប់បែករបស់រុស្ស៊ីទម្លាក់លើទីក្រុងរបស់អ៊ុយក្រែនរួមមាននៅ Kharkiv សាប៉ូរីស៊ីយ៉ាក៏ដូចជាតំបន់ដទៃទៀតដែលអភិបាលនៃតំបន់ទាំងអស់នោះបានរៀបរាប់ប្រាប់សហរដ្ឋអាមេរិកបានពិពណ៌ថាទោះជាជំហរយ៉ាងណាក៏ដោយរបស់លោកពូទីនក៏គ្មានភាពស្មោះត្រង់នោះដែរព្រោះការវាយប្រហារនៅតែបន្តនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងទូរទស្សន៍រដ្ឋលេខ1 Rossiya របស់ក្រុងមូស្គូលោកពូទីនបានមានប្រសាសន៍ថាយើងត្រៀមរួចរាល់នៅក្នុងការចរចាជាមួយនឹងគ្រប់គ្នាដែលពាក់ព័ន្ធអំពីដំណោះស្រាយដែលអាចយល់ព្រមបានអ្វីគ្រប់យ៉ាងគឺវាអាស្រ័យលើពួកគេយើងមិនមែនជាអ្នកដែលបដិសេធការចរចានោះទេយើងប្រាប់ថាពួកគេនោះទេទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky គឺលោកបានចេញមុខនៅក្នុងការឆ្លើយតបតែម្ដងនៅលើរឿងនេះ Mikhail Podolyak បាននិយាយថាលោកពូទីនចាំបាច់ត្រូវត្រឡប់ទៅរកការពិតថាជារុស្ស៊ីនោះទេដែលជាអ្នកមិនចង់និយាយចរចានោះរុស្ស៊ីបើកការវាយប្រហារធ្ងន់ដៃតែម្ខាងមកកាន់អ៊ុយក្រែនហើយបានសម្លាប់ជនស៊ីវិលអ៊ុយក្រែនរុស្ស៊ីមិនដែលចង់មានការចរចាយ៉ាងពិតប្រាកដនោះទេរុស្ស៊ីគ្រាន់តែចង់កិច្ចអំពីទំនួលខុសត្រូវរបស់រុស្ស៊ីតែប៉ុណ្ណោះលោកពូទីនបានបញ្ជាឲ្យមានការលុកលុយអ៊ុយក្រែននៅថ្ងៃទី24កុម្ភៈជាមួយនឹងគោលបំណងនៅក្នុងការដែលផ្ដួលរលំរបស់ប្រឆាំងនឹងណាស៊ីថ្មីមួយនេះនៅក្នុងទឹកដីអ៊ុយក្រែនក៏ប៉ុន្តែត្រូវបានគេវិពណ៌នាថាគ្រាន់តែជាការរកលេសដើម្បីយកទ័ពមកវាយប្រហារមកកាន់អ៊ុយក្រែនតែប៉ុណ្ណោះករណីនេះបានក្លាយទៅជាករណីទី1នៃសង្គ្រាមដ៏ធ្ងន់ធ្ងរបំផុតនៅលើទឹកដីអឺរ៉ុបអស់រយៈពេលជាង70ឆ្នាំមកនេះក្រោយពីក្រុងមូស្គូមានចំនួនជាមួយនឹងលោកខាងលិចចាប់ពីឆ្នាំ1962ផងដែរនៃវិបត្តិមីស៊ីលគុយបានិងភាពប្រកួតប្រជែងខ្ពស់នៃអាវុធនុយក្លេអ៊ែរមេដឹកនាំរុស្ស៊ីបាននិយាយថាលោកខាងលិចបានចាប់ផ្ដើមចំនួននៅក្នុងឆ្នាំ2014តាមរយៈការលើកបន្ទប់នៅប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្រក្រុងមូស្គូបដូរផ្ដាច់ហើយបង្កឲ្យមានការធ្វើបាតកម្មតវ៉ាចាប់ពីពេលនោះមករុស្ស៊ីក៏បានកាត់យកគ្រីមៀជាឧបទ្វីបហើយរុស្ស៊ីក៏មាននៅក្រុមកងកម្លាំងគាំទ្រខ្លួនមានបន្តវាយប្រហារនៅតំបន់ភាគខាងកើតដែលដោយប្រសាសន៍របស់ Zelensky និយាយថាសង្គ្រាមនេះតាមពិតទៅវា8ឆ្នាំមកហើយក៏ប៉ុន្តែវាហូរចូលខ្លាំងនៅឆ្នាំ2022តាមរយៈការអន្តរាគមន៍ដ៏ខ្លាំងបំផុតនិងមហិច្ឆតាពិតប្រាកដរបស់រុស្ស៊ីត្រូវបានបញ្ចេញនៅក្នុងការចង់លេបត្របាក់អ៊ុយក្រែនទាំងមូលលោកពូទីនយ៉ាងណាមិញបានមានប្រសាសន៍ថាអ្វីដែលជាមូលដ្ឋាននោះគឺជាគោលនយោបាយនៃភាពប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានគោលបំណងនៅក្នុងការចង់ហិចប្រវត្តិសាស្ត្ររុស្ស៊ីលោកក៏បានបញ្ជាក់អំពីគំនិតដែលប្រឆាំងនឹងប្រជាជនអ៊ុយក្រែននិងប្រជាជនរុស្ស៊ីថាជាប្រជាជនតែមួយហើយពួកគេគឺលោកខាងលិចបានព្យាយាមនៅក្នុងការហែកយើងវាលោកយើងបំបែកគោលបំណងរួបរวมប្រជាជនរុស្ស៊ីលោកបន្តថាយើងធ្វើសកម្មភាពនៅលើផ្លូវដែលត្រូវការពារអត្ថប្រយោជន៍ជាតិក៏ដូចជាអត្ថប្រយោជន៍នៃប្រជាជនទាំងអស់របស់យើងនៅពេលដែលសួរថាបើសិនជាចំនួនភូមិសាស្ត្រនយោបាយជាមួយនឹងលោកខាងលិចឈានដល់គ្រោះថ្នាក់លោកពូទីនបានមានប្រសាសន៍ថាវាមិនអាចឈានដល់គ្រោះថ្នាក់បាននោះទេការកត់សម្គាល់នេះកើតឡើងនៅពេលដែលអ៊ុយក្រែនប្រកាសនៅក្នុងការបើកសារ៉ែនដែនអាកាសទូទាំងប្រទេសលើកទី2នៅថ្ងៃអាទិត្យដោយ3មីស៊ីលបានទម្លុះចូលក្រុងក្រាម៉ាតូដែលជាក្រុងមួយនៅតំបន់ដូណេតកាលពីរ៉ូស៊ីលហើយការវាយប្រហារនៅតំបន់ឧស្សាហកម្មក៏បានកើតមានឡើងនេះបើយោងទៅតាមអភិបាលអ៊ុយក្រែននៅដូណេតនោះតែម្ដងមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែនបានរាយការណ៍ថាមីស៊ីលជាង10បានវាយប្រហារនៅសង្កាត់គូភៀននៅ Kharkiv ហើយបាននិយាយថាកងកម្លាំងក្រុងមូស្គូបានវាយប្រហារ25ទីក្រុងនៅតំបន់លីម៉ាន់គូភៀននេះហើយក៏20ជាងទៀតនៅឯសាប៉ូរីស៊ីយ៉ាមួយថ្ងៃមុននឹងការវាយប្រហារនៅតំបន់ខឺសុនដែលទើបតែយកបានវិញពីអ៊ុយក្រែនកាលពីខែមុនគឺមានការសម្លាប់ជនស៊ីវិលច្រើនណាស់ហើយកងទ័ពរុស្ស៊ីនៅតែចោលគ្រាប់71ដងមកហើយក្នុងរយៈពេល24ម៉ោងនៅខឺសុន41ការវាយប្រហារនៅជាក្រុងខឺសុននេះបញ្យល់ទៅតាមអភិបាលនៃតំបន់ខឺសុនរបស់អ៊ុយក្រែនគឺ Yaroslav Yunosevic ហើយមាន16នាក់នៃប្រជាជនត្រូវបានស្លាប់3នាក់គឺជាបុគ្គលិកដែលកំពុងបម្រើការសង្គ្រោះបន្ទាន់នៅតំបន់នេះតែម្ដងនិងមាន64នាក់របួសនៅខឺសុននេះការវាយប្រហារនៅតែបន្តធ្វើឲ្យផ្ដាច់ចរន្តអគ្គិសនីមួយចំនួនរបស់អ៊ុយក្រែនវិមានក្រុមឡើងបាននិយាយថាគេនឹងបន្តវាយប្រហារទឹកដីមួយនេះដើម្បីសម្រេច
ឲ្យបានក៏ប៉ុន្តែនៅក្នុងពេលនេះលោកពូទីនបានជាមានប្រសាសន៍តែប្រសាសន៍របស់លោកក៏បានបញ្ជាក់ដូចជាមិនផ្លាស់ប្ដូរនៅជំហរនឹងការជំរុញយកលក្ខខណ្ឌរបស់អ៊ុយក្រែនឲ្យដកកងទ័ពចេញនោះទេដោយលោកបានពិពណ៌នាថារុស្ស៊ីគឺជាប្រទេសតែមួយគត់ហើយនិយាយថាមតិភាគច្រើនរបស់ប្រជាជនគឺចង់រួបរวมហើយចង់ការពារលោកបាននិយាយថា 99.9% នៃប្រជាជនរបស់យើងគឺត្រៀមខ្លួនរួចរាល់នៅអ្វីគ្រប់យ៉ាងសម្រាប់អត្ថប្រយោជន៍នៃមាតុភូមិរបស់យើងហើយវាគឺធម្មតាសម្រាប់ខ្ញុំទៅហើយក្នុងរឿងនេះលោកក៏បាននិយាយល្បងរួមថារុស្ស៊ីគឺជាប្រទេសតែមួយហើយយើងមានប្រជាជនដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រដែលរុស្ស៊ីមានប្រមុខរបស់ CIA សហរដ្ឋអាមេរិកលោក William Burns បានមានប្រសាសន៍នៅក្នុងខែនេះដែលថាចំនួនភាគច្រើនគឺវាតែងតែបញ្ចប់ជាមួយនឹងការចរចាហើយការប៉ាន់ប្រមាណរបស់ CIA គឺថាមើលទៅរុស្ស៊ីដូចជាមិនមែនមានឆន្ទៈពិតប្រាកដនៅក្នុងការចរចាដោយការលើកឡើងរបស់ពួកគេប៉ុន្មានក្រោយពេលមកនេះនោះទេការចរចារបស់ពួកគេត្រូវបានអ្នកតាមដានអន្តរជាតិមួយចំនួនមើលឃើញថាគ្រាន់តែជាការរកការលួងលោមឲ្យអ៊ុយក្រែនបន្ទន់អេរយាប័តនៅពេលដែលលំហូរជំនួយអាវុធធុនធ្ងន់របស់ក្រមប្រទេសលោកខាងលិចកំពុងមករកអ៊ុយក្រែននៅក្នុងពេលនេះហើយដើម្បីស្ថិតនៅក្នុងសមរភូមិដ៏ក្តៅគគុកក្នុងរដូវរងាប្រជាជនអ៊ុយក្រែនបានលើកឡើងថាលោកពូទីនមិនមានចេតនានៅក្នុងការចរចាយ៉ាងពិតប្រាកដនោះទេព្រោះលោកនៅតែក្រឡៃប្រវត្តិសាស្ត្រនិងអះអាងអំពីអត្ថប្រយោជន៍មកលើអ៊ុយក្រែនដែលជារដ្ឋឯករាជ្យអ៊ុយក្រែនក៏បានអះអាងខ្លួនគេផ្ទាល់ថាគេគឺជារដ្ឋឯករាជ្យដែលមានព្រំដែនអន្តរជាតិទទួលស្គាល់ដោយច្បាប់អន្តរជាតិយ៉ាងពិតប្រាកដដែលជាហេតុដែលអ៊ុយក្រែនហើយនិងប្រទេសលោកខាងលិចនិយាយថាលោកពូទីនគ្មានយុទ្ធកម្មឬក៏មានយុទ្ធធម៌ទាំងផ្លូវច្បាប់ទាំងផ្លូវប្រវត្តិសាស្ត្រនិងសច្ចភាពអំពីការចូលមកលុកលុយកាន់កាប់អ៊ុយក្រែននោះទេអំពីការនិយាយជាលើកទី2របស់លោកពូទីននៅក្នុងរយៈពេលតែប៉ុន្មានខែចុងក្រោយនេះអំពីការចង់ចរចាបញ្ចប់សង្គ្រាមគឺកំពុងតែស្ថិតនៅក្នុងការដេញដោលនិងស្វែងរកការពិតនៃទំនុកចិត្តពីរុស្ស៊ីថាតើលោកពូទីនពិតជាចង់រកផ្លូវបញ្ចប់សង្គ្រាមឬចង់រកច្រកចេញនៃសង្គ្រាមលើទឹកដីអ៊ុយក្រែនមែនទេហើយថាតើយើងពិតជាយល់ព្រមបញ្ចប់សង្គ្រាមដោយដូចនេះនឹងត្រូវមានលក្ខខណ្ឌអ្វីខ្លះដែរឬទេ